នេះគឺជារបៀបផុសវីដេអូឬក៏រូបភាពឬក៏ status អ្វីផ្សេងចូលទៅក្នុង page Facebook របស់យើងសម្រាប់បងប្អូនមួយចំនួនដែលគាត់តែងតែសួរខ្ញុំជាពិសេសគឺបងប្អូនដែលគាត់ទើបតែចេះបង្កើត page ថ្មីគាត់ចង់ដឹងថារបៀបផុសណា page រូបភាពអ្វីផ្សេងចូលទៅក្នុង page របស់គាត់តើគេផុសដោយរបៀបម៉េចហើយផុសដោយរបៀបណាខ្លះអញ្ចឹងមុននឹងចូលទៅដល់ការបង្ហាញបងប្អូនកុំភ្លេចជួយចុច follow page ឬក៏ TikTok របស់ខ្ញុំឬក៏ subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងណាបងប្អូនអញ្ចឹងការផុសវីដេអូយើងនិយាយថាវីដេអូតែហ្មងទៅដោយសារឥឡូវភាគច្រើនគឺគាត់ផុសវីដេអូណាយើងតែផុសដូចតែគ្នាទេមិនថារូបភាពឬក៏វីដេអូនោះទេអញ្ចឹងដើម្បីផុសចូលទៅក្នុង page យើងបានគឺយើងអាចផុសបាន3កន្លែងគឺកន្លែងទី1ណាអញ្ចឹងខ្ញុំសូមបើកអ៊ីនធឺណិត Wi-Fi របស់ខ្ញុំសិនគឺកន្លែងទី1គឺបងប្អូនអាចចូលទៅផុសនៅក្នុងកម្មវិធី Facebook ផ្ទាល់ណាហើយកន្លែងទី2បងប្អូនអាចផុសនៅក្នុង Business Suite នេះឯងកម្មវិធីគ្រប់គ្រង page របស់ Facebook ដែរហើយសម្រាប់ទី3បងប្អូនអាចផុសនៅក្នុង Google Chrome ប៉ុន្តែមិនមែនថាផុសក្នុង Chrome នឹងហ្មងទេគឺយើងចូលទៅកាន់ website Facebook យើង login ប្រើ Facebook តែគ្រាន់តែយើងមិនប្រើនៅក្នុង app ចេះគឺយើងប្រើនៅក្នុង Chrome នឹងតែម្ដងអញ្ចឹង3ហ្នឹងគឺយើងកន្លែងដែលយើងអាចផុសបាននៅក្នុង page Facebook មិនថាជា page ទេគ្រាន់តែ page វាមានអានេះមួយណាហើយគណនីយើងធម្មតាយើងផុសតែក្នុង Facebook ហើយនឹងនេះក៏បានដែរអញ្ចឹងរបៀបផុសនៅក្នុងកម្មវិធី Facebook តែយើងត្រូវធ្វើយ៉ាងដូចម្ដេចបងប្អូនគ្រាន់តែចូលទៅក្នុង Facebook របស់យើងអញ្ចឹងជាដំបូងគឺវាគ្រាន់តែនៅក្នុង profile របស់យើងនេះទេណាបងប្អូនឃើញហើយអានេះគឺជា account យើងធម្មតាហើយយើងគ្រាន់តែចុច 3 សម្រាប់ iPhone ខាងលើហ្នឹងមកបើ Android ឲ្យចុចឲ្យទៅឃើញអញ្ចឹងដូចគ្នាមកហើយបងប្អូនចុចសញ្ញានេះឃើញ page យើងឧទាហរណ៍ថាខ្ញុំចង់ផុសនៅក្នុង page នេះយើងជ្រើសរើសចូលទៅក្នុង page នឹងមួយសិនឃើញទេអាហ្នឹងគឺយើងឈរនៅលើ page របស់យើងហើយចុះយើងចង់ផុសដូចមិនយើងផុសយើងធ្វើមិនគឺយើងផុសដូចតែគ្នានឹងឯងបងប្អូនណាយើងគ្រាន់តែប៉ះទៅក្នុងកឡោននឹងមួយមកអញ្ចឹងបងប្អូននឹងឃើញ photo and video ណារូបភាពហើយនឹងវីដេអូហើយខាងក្រោមនេះគឺ take people អីយើងមិនមើលទេហើយខាងចំណុចទី3គឺ live video ណាហើយផ្សេងវាមិនសូវសំខាន់អញ្ចឹងខ្ញុំមិនបង្ហាញច្រើននាំតែខាតពេលវេលាយូរទេអញ្ចឹងបងប្អូនចង់ផុសវីដេអូឬក៏រូបថតអីបងប្អូនយក photo and video ហើយបងប្អូនអាចជ្រើសរើសនៅវីដេអូដែលយើងចង់ផុសឧទាហរណ៍ខ្ញុំយកវីដេអូនេះមួយអញ្ចឹងយើងចុច next មកហើយបន្តមកទៀតបងប្អូនអាចចុចកន្លែង edit នេះមកដើម្បីដាក់ឲ្យឃើញជា cover thumbnail ណាបានន័យថាយើងនេះផ្សេង thumbnail អញ្ចឹងយើងអាចទៅ add យក from gallery ណាយើងមកនេះ thumbnail បានន័យថារូបចំណងជើងឲ្យដែលយើងដាក់ហ្នឹងណាហើយយើងដាក់រួចហើយយើងចុច save មួយមកយើងបាន thumbnail មួយកន្លែងនេះ title បានន័យថានឹង description នេះគឺវាដូចតែគ្នាទេណាបានន័យថាដូចជាចំណងជើងឬអ្វីដែលយើងគិតថាតាក់ទងនឹងវីដេអូហ្នឹងយើងទៅ save មកអញ្ចឹងឧទាហរណ៍ខ្ញុំចង់ទៅ save របៀបនេះរបៀបដំណើរការណាដំណើរការទូរស័ព្ទអាហ្នឹងយើង save មកចំណងជើងវីដេអូរបស់យើងហើយខ្ញុំសូមសរសេរអស់សិនណាអូខេអញ្ចឹងអាហ្នឹងគឺយើងសរសេរបានប៉ុណ្្នឹងហើយណាកន្លែងនេះយើងអាចយក select all ឡើងមកហើយយើង copy description អីយើងដាក់ដូចគ្នាមកណាផាសមកយើង copy ពីចំណងជើងយកមកដាក់កន្លែង description នេះមកអញ្ចឹងកន្លែងនេះ hashtag ធំជោគ hashtag យើងដាក់1 2មកយើងថាយើងដាក់ទ្រង់ជ្រូកមកណាហើយខ្ញុំដាក់ Apple ហើយឃើញគេដាក់បើយើងនេះយើងយកនេះមកហើយមួយទៀតយើងដាក់ទ្រង់ជ្រូកឧទាហរណ៍ iPhone ចឹងទៅណា iPhone អញ្ចឹងបងប្អូនមើលកន្លែងនេះណាឬក៏នេះមកអញ្ចឹងបើយើងយកពីរហ្នឹងហើយបងប្អូនអស់មើលមកខាងក្រោមបន្តិចមកណាបងប្អូនមើលមកខាងក្រោមតើវាមានអីខ្លះអញ្ចឹងកន្លែងនេះឃើញគេដាក់ថា add to playlist អញ្ចឹងយើងបង្កើត playlist មួយទៅដើម្បីឲ្យអ្នកមើលគាត់ស្រួលងាយមើលយើងយកកន្លែងហ្នឹងហើយបន្តទៀតយើងយក
create playlist មកដោយសារអីហើយយើងអត់ទាន់មាន playlist ទេយើងចុច create playlist មកហើយយើងដាក់ name ណាបញ្ជីចាក់ playlist ហ្នឹងมันជាបណ្ដុំវីដេអូដែលយើងតាក់ទងនឹងអ្វីមួយគឺយើងយកវីដេអូហ្នឹងទៅដាក់ក្នុងហ្នឹងអញ្ចឹងខ្ញុំដាក់ថាខ្ញុំដាក់ដូចក្នុង YouTube ទៅភាសាក្នុងវីដេអូហ្នឹងក៏ខ្ញុំដាក់អញ្ចឹងដែរណាខ្ញុំដាក់កន្លឹះ iPhone អូខេអញ្ចឹងបងប្អូនចង់ដឹងពីរបៀបប្រើប្រាស់ទូរស័ព្ទ iPhone យ៉ាងម៉េចឲ្យតាក់ទងនឹង iPhone អីបងប្អូនអាចទស្សនាវីដេអូនឹងបាននៅក្នុង channel YouTube របស់ខ្ញុំនៅក្នុង playlist ហ្នឹងឬក៏ Facebook ក៏បានដែរណាបងប្អូនហើយបន្ទាប់ពីយើងប៉ុណ្ណឹងយើងចុច save មួយមកអូខេយើងចុច save រួចហើយយើងថយមកវិញមកណាហើយយើងចុច playlist ហ្នឹងទៅឃើញគេដាក់កលឹះ iPhone អញ្ចឹងណាអូខេអញ្ចឹងហើយយើងធ្វើអីទៀតយើងមើលឡើង earn money កំពុត page ថ្មីយើងវាមិនតាន់បើកបានឲ្យ earn money ណាអញ្ចឹងយើងមើលទៅខាងក្រោយយើងមើលអីហើយឡើងនេះដូចជាអត់មានអីទៀតទេណាហើយអញ្ចឹងពេលដែលយើងមើលប៉ុណ្ណឹងហើយបងប្អូនចុច post now មកហើយបន្ទាប់ពីយើងចុច post now មកវានឹងចាប់ផ្ដើម upload ឬក៏ post វីដេអូរបស់យើងចូលទៅក្នុង page ហើយយើងត្រូវរងចាំណាដោយសារអានេះវាអាស្រ័យទៅលើទី1 Wi-Fi ណាឬក៏ internet របស់យើងយឺតឬក៏លឿនទី2តើវីដេអូរបស់យើងនឹងវាស៊ីមេតូចឬក៏ធំតិចឬក៏ច្រើនណាអញ្ចឹងវាតាក់ទងនឹងពីរហ្នឹងហើយពេលខ្លះក៏វាតាក់ទងនឹងម៉ាស៊ីនទូរស័ព្ទរបស់យើងផងដែរថាដំណើរការលឿនឬក៏អត់ memory របស់យើងហ្នឹងវាល្អឬក៏អត់អញ្ចឹងយឺតលឿនយើងអាស្រ័យទៅតាមហ្នឹងហើយបងប្អូនរងចាំទៅអានេះគឺវាកំពុងតែផុសហើយយើងកុំតន់ផ្លាស់ប្ដូរទៅណាយើងទុកចោលអញ្ចឹងសិនទៅអញ្ចឹងឆ្លៀតពេលដែលវាកំពុងតែផុសupload ណាវីដេអូរបស់យើងចូលទៅក្នុង page ខ្ញុំសូមបង្វែរអ្នកនរគ្នាទៅមើលពីរបៀបចូលទៅក្នុងកម្មវិធីគ្រប់គ្រង page នេះ Business Suite នេះមកណាអញ្ចឹងនៅពេលដែលយើងចូលមក Business Suite ពេលដែលយើងឈរនៅលើ profile របស់យើងអីហ្នឹងគឺវា load ឈ្មោះ Facebook របស់យើងឲ្យតែម្ដងអញ្ចឹងយើងមិនបាច់ login បើសិនជាវា load ឲ្យយើង login ដាក់ email ឬ account នេះបងប្អូនដាក់មកណា account ណាដែលយើងមាន page យើងនឹងឯងយើងដាក់តាមហ្នឹងវា login ដូចតែ Facebook ដែរទេណាវាមាន email ហើយនឹងលេខចម្ងាត់ឬក៏លេខទូរស័ព្ទហើយនឹងលេខចម្ងាត់អញ្ចឹងយើងចុច continue មួយមកដោយសារវានេះផ្សារភ្ជាប់ជាមួយនឹង Facebook យើងរួចហើយចុច allow មួយមកកន្លែងនេះវាគ្រាន់តែណែនាំយើងពីរបៀបប្រើប្រាស់មួយចំនួនតែប៉ុណ្្នឹងឯងយើងចុច done មកកន្លែងនេះហើយគេឲ្យយើង create post អីនេះយើងបិទក៏បានណាយើងចុចបិទសិនមកយើងចុចបិទសិនមកអញ្ចឹងបងប្អូននឹងឃើញ page របស់យើងនៅកន្លែងហ្នឹងចុះបើសិនជា page យើងមាន 3-4 យើងចង់ផ្លាស់ប្ដូរទៅមើល page ផ្សេងអីណាយើងចុចកន្លែង profile ខាងលើមកយើងនឹងឃើញ page យើងនៅខាងក្រោមនឹងមួយជួរហ្នឹងឯងមានប្រហែល page គឺនៅតែនឹងទាំងអស់ហើយអូខេអញ្ចឹងកន្លែងសំខាន់មាន home កន្លែងនេះ content គឺតាក់ទងនឹងអ្វីដែលយើងបានផុសណាដូចជាថត profile វីដេអូយើងផុសវានៅកន្លែង content នឹងទាំងអស់ប៉ុន្តែ page ថ្មីវាអត់ទាន់មានអីទេណាវាតែមាន profile ហើយមិញយើង upload ទៅមិញក៏វាមិនទាន់ហើយដែរអញ្ចឹងនៅពេលដែលវាមានវានឹងឃើញកន្លែងហ្នឹង inbox នេះកន្លែង inbox នេះគឺកន្លែងគេឆាតមកហ្នឹងឯងណាអញ្ចឹងខ្ញុំបិទទៅណាហើយកន្លែងនេះអីឃើញអញ្ចឹងយើងបិទសិនមកណាបើសិនជាមាន message គេឆាតមកគេមើលកន្លែង inbox ហ្នឹងទៅកន្លែង more នេះតាក់ទងនឹង setting ការកំណត់មួយចំនួនផងដែរតែកន្លែងហ្នឹងចាំខ្ញុំលម្អិតនៅវីដេអូក្រោយទៀតចុះបើយើងចង់ផុសវីដេអូផុសរូបថត status អីនៅក្នុងហ្នឹងយើងធ្វើម៉េចបងប្អូនចុចសញ្ញាបូកនេះមកគឺវាមានផុសមាន reel មាន photo រូបភាពមាន story អីចឹងទៅខាងក្រោមនេះ live ណាអញ្ចឹងបងប្អូនយក post នេះវាមានយើងអាចសរសេរ setter នៅក្នុងនេះយើងប៉ះសរសេរបើសិនជា post អក្សរយើងសរសេរអក្សរនៅក្នុងហ្នឹងមកយើងផុសរូបថតឬក៏វីដេអូយើងយកអា photo នេះមកអានេះវាឲ្យយើង allow ណាយើងចុច continue មកខ្ញុំមិនបកប្រែច្រើនត្រង់នេះគឺយើងយកកដាល allow full access នេះមកដើម្បីអីអនុញ្ញាតឲ្យទៅរើសយករូបភាពឬក៏វីដេអូនៅក្នុងទូរស័ព្ទដៃយើងយកមកផុសណាអញ្ចឹងបងប្អូន select យកមួយណាឧទាហរណ៍ខ្ញុំយកវីដេអូមួយនេះអញ្ចឹងយើងចូលហើយយើងចុច done មួយមកអញ្ចឹងយើងអាចធ្វើការ edit ណាហើយចាំខ្ញុំលម្អិតនៅវីដេអូក្រោយទៀតដោយសារនេះគឺខ្ញុំប្រាប់ពីរបៀបផុសនៅក្នុងកម្មវិធី Facebook អញ្ចឹងបើយើងច្រឡំដៃចុចយកមកហើយយើងចង់ថយទៅវិញអីប
បងប្អូនចុចខ្វែងខាងលើនេះមកយើងយកពាក្យ discard មកគឺវាលែងផុសហើយអញ្ចឹងនេះគឺគ្រាន់តែរបៀបចូលទៅកម្មវិធី Business Suite របស់យើងសិនណាអញ្ចឹងយើងកលេចមកមើល Facebook របស់យើងនេះគឺបានផុសចូលហើយណាបងប្អូនណាអញ្ចឹងខ្ញុំបើកសំឡេងមកណាហើយយើងអាចចុចឲ្យបេះដូងអីចឹងទៅហើយគឺផុសបាននិយាយរួមទៅខ្ញុំសូមបិទសំឡេងតិចសិនយើងអាចចូលទៅក្នុង profile page របស់យើង refresh មើលមកយើងនឹងឃើញវីដេអូរបស់យើងនៅកន្លែងហ្នឹងណាហើយបើសិនជាគេចូលមកវីដេអូក្នុង page របស់យើងគេនឹងឃើញ playlist play អីចឹងទៅណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចេញទៅនេះ Facebook ធម្មតារបស់ខ្ញុំវិញចុចកន្លែង profile Facebook របស់ខ្ញុំមកហើយខ្ញុំចូលទៅមើល page របស់ខ្ញុំចុចកន្លែង 3 នេះខ្ញុំចូលមើល page នេះខ្ញុំចុចទៅលើ page របស់ខ្ញុំមកតែឡើយនេះយើងអត់ចុច switch ទេបើយើងចុច switch គឺយើងទៅក្នុង page ហើយណាយើងប៉ះខាងក្រៅសិនមកអញ្ចឹងយើងនឹងឃើញវីដេអូហ្នឹងនៅតំណឹងហើយបងប្អូនចុចកន្លែង more នេះមកបងប្អូននឹងឃើញចុច reel មកយើងនឹងឃើញវីដេអូទាំងអស់ណានេះឃើញទេឃើញវីដេអូទាំងអស់នៅតំណឹងតែម្ដងហើយអាហ្នឹងគឺសម្រាប់គេដែលចូលមើលមកក្នុង page យើងគេនឹងឃើញអានេះឲ្យដែលខ្ញុំនិយាយថា thumbnail ណាដែលខ្ញុំនិយាយមិញពេលដែលខ្ញុំផុសមកខ្ញុំចុចទៅយក thumbnail យកមកដាក់នៅតំណឹងអញ្ចឹងនេះគឺជារបៀបចូលទៅផុសនៅក្នុង Facebook របស់យើងបងប្អូនអញ្ចឹងបើសិនជាបងប្អូននៅមានចម្ងល់អីទាក់ទងនឹងការផុសវីដេអូចូលទៅក្នុង page របស់យើងតាមកម្មវិធី Facebook នេះបងប្អូនអាច comment សួរបាននៅវីដេអូក្រោយខ្ញុំនឹងចូលទៅលម្អិតទាក់ទងនឹងការផុសនៅក្នុងកម្មវិធី Business Suite វិញម្ដងហើយនៅវីដេអូបន្តទៀតយើងនឹងស្វែងយល់ពីរបៀបរៀបចំ page របស់យើងជាបន្តទៀតវីដេអូនេះសូម slash តែប៉ុណ្្នឹងឯង